បាទឥឡូវយើងចូលទាំងអស់គ្នាមកដើម្បីចូលទៅលុប test mode ឥឡូវយើងចូលទៅ command prompt បាទចុច start or មក start or វាយ cmd បាទ cmd ហើយយើងវាយ bcd edit បាទឥឡូវបងប្អូនវាយទាំងអស់គ្នា bcd edit បន្ទាប់មកយើងដកគ្នា /1 set វាយ test signing mode អូខេវាយ test signing បាទ test signing ហើយយើងវាយវា off បន្ទាប់មកយើង enter បាទពេល enter មកវាដាក់ដើម្បីដាក់ access is denied បាទអូ access is denied អញ្ចឹងវាអត់ឲ្យទេអញ្ចឹងដោយសារប្រហែលជាមកពីតាក់ទង command prompt យើងចូលតាម administrator វិញណាបាទចុច window មកយើងវាយរក command prompt វាយ cmd មកបាទអូខេនេះឃើញហើយយើងយក run earn administrator បាទអញ្ចឹងយើង run ជា admin មកបាទបន្ទាប់មកយើងចូលមក command prompt មកយើងហើយយើងវាយដូចមិញបាទ bcd edit បាទដកឃ្លា /1 វាយពាក្យ set test signing វាយ test signing ហើយយើងវាយពាក្យ off វាមកចុច enter បាទឥឡូវឃើញថាវា success ហើយបាទឃើញថា compile success ហើយណាបាទ success អញ្ចឹងបានន័យថាបានហើយយើងលុបវាបានហើយលុប test mode បានហើយបាទប៉ុន្តែឥឡូវនេះវានៅបង្ហាញនៅឡើយទេអញ្ចឹងបងប្អូន restart បាទអញ្ចឹងបាទអរគុណសម្រាប់ចូលរួមទស្សនាអញ្ចឹងបងប្អូនទៅ restart ទៅបាទក្រោយពី restart មកគឺថា window យើងលេងជាប់ test mode ទៀតហើយបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនដែលបានចូលរួមទស្សនានៅវីដេអូនេះហើយបងប្អូនភ្លេចចុចsubscribe ឲ្យខ្ញុំផងបាទសូមអរគុណ